ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះបច្ចេកវិទ្យា AI កំពុងអភិវឌ្ឍយ៉ាងលឿនមែនទែនសំណួរដែលមនុស្សជាច្រើនកំពុងសួរនោះគឺតើ AI នឹងជំនួសការងាររបស់មនុស្សនៅអនាគតដែរឬទេបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា OpenAI, Google, Microsoft និង Amazon ជាដើមកំពុងវិនិយោគរាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍ Artificial Intelligence ឬយើងហៅថា AI មិនត្រឹមតែអាចសរសេរអត្ថបទឬបង្កើតរូបភាពប៉ុណ្ណោះទេវាក៏អាចជួយធ្វើការងារជាច្រើនដូចជាវិភាគទិន្នន័យសរសេរកម្មវិធីបកប្រែភាសានិងជួយសម្រេចចិត្តក្នុងអាជីវកម្មរបាយការណ៍ពី Goldman Sachs បានបង្ហាញថា AI អាចប៉ះពាល់ដល់ប្រហែល300លានការងារនៅជុំវិញពិភពលោកប៉ុន្តែអ្នកជំនាញជាច្រើននិយាយថា AI មិនមែនជំនួសការងារទាំងអស់របស់មនុស្សនោះទេបើយើងមើលតាមប្រវត្តិសាស្ត្ររាល់បច្ចេកវិទ្យាថ្មីៗដូចជាអ៊ីនធឺណិតឬក៏កុំព្យូទ័រក៏ធ្លាប់បង្កការភ័យខ្លាចដូចគ្នាដែរប៉ុន្តែជាក់ស្ដែងវាមិនបានបំបត្តិការងារទាំងអស់នោះទេផ្ទុយទៅវិញវាបានបង្កើតការងារថ្មីៗជាច្រើនដូចជា Digital Marketing, Software Development, Data Science ដូច្នេះ AI ប្រហែលជានឹងផ្លាស់ប្ដូររបៀបធ្វើការជាងការជំនួសមនុស្សទាំងស្រុងសម្រាប់យុវជននិងអ្នកធ្វើការយល់ដឹងអំពី AI និងបច្ចេកវិទ្យាថ្មីៗនឹងក្លាយជាជំនាញសំខាន់នៅក្នុងថ្ងៃអនាគតដូច្នេះអ្នកដែលអាចប្រើ AI បានល្អនឹងមានឱកាសប្រសើរជាងក្នុងទីផ្សារការងារអរគុណកុំភ្លេចចុច Follow សម្រាប់វីដេអូល្អៗនិងចំណេះដឹងជាច្រើនទៀត